សួស្តីអ្នកគ្នាស្វាគមន៍មកកាន់កំបាំងនីតិដែលនៅថ្ងៃនេះយើងនឹងមកនិយាយតាក់ទងទៅនឹងរឿងរ៉ាវនៃខេត្តបាត់ដំបងគឺកើតហេតុដោយសារតែខ្មោចសង្កត់ដើម្បីទាមទារយកកន្លែងដែលខ្លួនធ្លាប់រស់នៅវិញចឹងទៅហើយសាច់រឿងនេះគឺបានកើតឡើងនៅក្នុងឆ្នាំ2020ដោយសារតែកូវីដចឹងទៅវិជ្ជការដែលជាអ្នករស់នៅក្នុងភ្នំពេញបានទៅលេងផ្ទះរបស់បងប្អូនចដូនមួយដែលឈ្មោះថាសិលៈហ្នឹងគឺនៅក្នុងខេត្តបាត់ដំបងហើយសិលៈគឺមានផ្ទះធំមួយប៉ុន្តែវារៀងចាស់ហើយវាជាផ្ទះបុរាណបែបខ្មែរតែមានភាពរឹងមាំក៏ព្រោះតែថាឈើដែលយកទៅសាងសង់ផ្ទះហ្នឹងគឺមានលក្ខណៈធន់ហើយវាជាងធម្មតាទេដែលផ្ទះបុរាណខ្មែរគឺមានកន្លែងដែលអង្គុយបាននៅខាងក្រោមផ្ទះហ្នឹងហើយដោយសារតែមានទីធ្លានៅក្រោមផ្ទះអញ្ចឹងហើយក៏មាននៅអង្រឹងត្បាញដ៏ធំមួយដែលមើលទៅគួរឲ្យចង់គេងមែនតើនៅពេលថ្ងៃដោយសារតែមានកន្លែងគេងបែបអញ្ចឹងហើយបន្ទាប់ពីរីករាយនឹងទេសភាពសុខសាន្តនៅក្នុងខេត្តបាត់ដំបងហ្នឹងវិជ្ជការក៏បានទៅគេងនៅក្នុងអង្រឹងហ្នឹងជារៀងរាល់ថ្ងៃនៅពេលថ្ងៃដោយសារតែមេឃក៏វារៀងក្តៅតិចតួចដែរហើយសម្រាប់2ថ្ងៃដំបូងហ្នឹងគឺអត់មានរឿងអីកើតឡើងទេអ្វីៗគ្រប់យ៉ាងគឺធម្មតាទាំងអស់ហើយវិជ្ជការចូលចិត្តគេងនៅលើអង្រឹងហ្នឹងខ្លាំងមែនតើក៏ព្រោះថាវាជាអង្រឹងគេត្បាញវាមានលក្ខណៈទន់ៗគួរឲ្យចង់គេងប៉ុន្តែនៅរសៀលថ្ងៃទី3ហ្នឹងគឺរឿងរ៉ាវចាប់ផ្ដើមចម្លែកឡើងដោយសារតែនៅពេលដែលវិជ្ជការគេងនៅលើកហ្នឹងគឺមានអារម្មណ៍ថាធ្ងន់មែនតើទម្ងន់នៃខ្លួនរបស់វិជ្ជការរហដងហ្នឹងគឺអត់ធ្ងន់ដល់ថ្នាក់ហ្នឹងទេប៉ុន្តែនៅពេលដែលថ្ងៃទី3ហ្នឹងគឺមានអារម្មណ៍ថាដូចមានអីមួយទៀតនៅក្នុងអង្រឹងហ្នឹងដែរវាធ្វើឲ្យអង្រឹងហ្នឹងធ្ងន់ឮក្រាក់ដោយអាខ្សែដែលចងអង្រឹងហ្នឹងគឺមើលទៅធ្ងន់ហ្មងក៏ដោយសារតែមានទៅតែមានអារម្មណ៍បែបហ្នឹងវិជ្ជការក៏បានមើលជុំវិញហ្នឹងកាឡូសិលៈគាត់មកលេងឈ័ត់អីនៅលើខ្សែហ្នឹងទៅតែអត់មានអាគេម្នាក់នៅក្បែរគាត់ទេក៏ព្រោះតែសិលៈហ្នឹងបានទៅទិញអីនៅក្នុងភូមិបាត់ហើយនៅពេលដែលព្យាយាមមើលចុះមើលឡើងអត់មានឃើញអីចឹងគាត់ក៏គិតថាវាគ្រាន់តែជាការសម័យរបស់គាត់ទេប៉ុន្តែវាមានអារម្មណ៍កាន់តែខ្លាំងក៏ព្រោះតែថានៅពេលដែលវិជ្ជការបិទភ្នែកហ្នឹងគឺដូចមានអីមួយមកសង្កត់នៅតាគៀកគាត់ចឹងដូចកំពុងតែសង្កត់តាគៀកគាត់យឺតអញ្ចឹងហើយក្លិនផ្កាក្អូបស្រាលៗហ្នឹងគឺបានភាយមកជុំវិញហ្នឹងហ្មងវាមិនមែនដូចជាផ្កាដែលស្រស់ៗហើយវាជាផ្កាដែលសពោនហើយដូចក្លិនផ្អួរមែនតើហ្មងដែលមូលហេតុហ្នឹងហើយគួរជាការក៏បើកភ្នែកឡើងវិញប៉ុន្តែនៅតែអត់មានឃើញអីទៀតអញ្ចឹងទៅក៏បិទភ្នែកវិញម្ដងទៀតហើយ ម្ដងនេះគឺមានអីប៉ះដៃប៉ះជើងវិជ្ជការមែនតើហ្មងគឺដូចមានអារម្មណ៍ថាប៉ះដៃប៉ះជើងហើយដូចមានសក់ឬក៏អីមួយត្រជាក់ហ្នឹងមកប៉ះនឹងស្បែករបស់វិជ្ជការអញ្ចឹងដោយសារតាវារៀងមានប្រតិកម្មដែរវាដូចប៉ះដូចជាសាច់មនុស្សអីចឹងដែរចឹងទៅក៏ធ្វើឲ្យវិជ្ជការហ្នឹងភឺហូរមែនតើ ប៉ុន្តែដោយភាពអត់សូវខ្លាចរបស់គាត់ហ្នឹងគឺគាត់នៅតែគេងលើអង្រឹងហ្នឹងអញ្ចឹងហើយពេលដែលសង្ងំគេងទៅគឺដូចមានអីម្នាក់របៀបថាដូចមនុស្សម្នាក់អញ្ចឹងណាមកគេងក្បែរគាត់ហ្មងព្រោះអាទម្ងន់នៃអង្រឹងហ្នឹងវាកាន់តែធ្ងន់ជាងមុនទៀតហើយឮសំឡេងព្រឹកខ្លាំងជាងអាពេលមុនដែលគាត់បានមកគេងភ្លាមៗទៀត ហើយនៅក្បែរត្រចៀកគាត់ហ្នឹងគឺមានអារម្មណ៍ថាដូចមានសលេងដកដង្ហើមនៃមនុស្សម្នាក់ទៀតចឹងរាងក្តៅហើយដកដង្ហើមធំមួយនៅក្បែរខ្លួននៅក្បែរត្រចៀករបស់វិជ្ជការរហូតមកហើយដល់ពេលអញ្ចឹងទៅវិជ្ជការភ័យដល់ម៉ោងភ័យហើយគឺបេះដូងលោតញាប់មែនតើដល់ពេលដែលគាត់មានអារម្មណ៍សង្ស័យមែនតើហើយគាត់ក៏បានងើបចេញ
ពីអង្រឹងនឹងយកហ្មង ប៉ុន្តែអាខ្យល់ដែលនៅជុំវិញគាត់ហ្នឹងគឺអត់មានអារម្មណ៍ថាក្តៅដូចទៅនឹងអាកាសធាតុដែលនៅក្នុងតំបន់ហ្នឹងឯង វាដូចជាត្រជាក់ខុសពីធម្មតា ខុសប្លែកពីកន្លែងផ្សេងៗហ្មង ហើយដល់ពេលចឹងហើយក៏សម្រេចចិត្តងើបហើយរត់ទៅខាងលើផ្ទះយកដំបងទៅ លែងគេងនឹងរឹងនឹងទៀតហើយ ប៉ុន្តែនៅពេលល្ងាចឡើង នៅពេលដែលសិលាក់ត្រឡប់មកវិញហ្នឹង គឺវេជ្ជការបានរៀបរាប់ពីរឿងរ៉ាវទាំងអស់ដែលកើតមានហ្នឹង ដល់ពេលដែលសិលាក់ឮចឹងទៅ សិលាក់បានទម្លាក់ទឹកមុខចុះ ហើយក៏គិតថា អូគ្រាន់តែជាជំនាងទះអីចឹងទេ ប៉ុន្តែក៏គិតមកវិញថា នៅពេលដែលទះទុកចោលយូរ អាហ្នឹងគឺជាអបិយជំនឿរបស់ប្រជាជនខ្មែរយើងហ្មងណា គឺនៅពេលដែលទះទុកចោលយូរ ហើយអត់មានការសែនសំណែនអីជារៀងរាល់ថ្ងៃសីល ថ្ងៃអីចឹង គឺអត់មានជំនាងផ្ទះដែលនៅចាំថែរក្សាផ្ទះហ្នឹងទៀតទេ ហើយផ្ទុយទៅវិញ គឺមាននៅវិញ្ញាណផ្សេងៗដែលចូលមករស់នៅក្នុងផ្ទះហ្នឹងជំនួសវិញ ដល់ពេលគិតឃើញបែបហ្នឹងហើយ សិលាក់បានប្ដូរទឹកមុខពីសំបូរហ្នឹងទៅរៀងភ័យខ្លាចជាងមុនទៀត ក៏ដោយសារតាគាត់បានដឹងថានៅក្នុងអង្រឹងហ្នឹងគឺមានអ្នកបានមកនៅបាត់ហើយ នៅពេលដែលឮបែបហ្នឹងហើយ វេជ្ជការព្រឺសម្បុរខ្លាំងយកតែមែនទែន ប៉ុន្តែដោយសារតាហេតុតែចង់ដឹងហើយអត់សូវខ្លាច និយាយទៅអត់សូវជឿលើអារឿងអបិយជំនឿហ្នឹងណា ស្អែកឡើងនៅពេលថ្ងៃដដែលហ្នឹង គឺវេជ្ជការបានទៅគេងអង្រឹងហ្នឹងជាលើកចុងក្រោយ ព្រោះអីចង់ដឹងថាវាដូចជាអីដែលជាអបិយជំនឿមែនអត់ ដែលនៅពេលដែលគ្រាន់តែអង្គុយចុះនៅលើអង្រឹងហ្នឹងភ្លាម ហើយបានដាក់ខ្លួនផ្ដេកទៅលើអង្រឹងហ្នឹង គឺច្បាស់ហ្មង មានមនុស្សពីរនាក់បានគេងនៅលើអង្រឹងហ្នឹង ដែលមួយគឺជាវេជ្ជការខ្លួនឯងផ្ទាល់ ហើយមួយទៀតគឺជាអវិញ្ញាណ នៅពេលដែលគេងបានមួយភ្លែតហ្នឹង គឺដូចជាមានអារម្មណ៍ថាអីមួយបានមកចាំបាច់ករបស់វេជ្ជការអញ្ចឹង ហើយវេជ្ជការបានឃើញស្នាមក្រហមនៅករបស់គាត់ នៅពេលដែលអញ្ចឹងទៅគាត់ព្យាយាមងើបតិចដែរ ប៉ុន្តែដូចជាងើបអត់រួចទេ ហើយក្លិនក្រអូបគួរឲ្យចង់ក្អួតហ្នឹង វាកាន់តែខ្លាំងហ្មង អាក្លិនផ្កាដែលភាយមកលើកមុនហ្នឹង គឺភាយកាន់តែខ្លាំង ប៉ុន្តែវាអត់ដូចជាផ្កាម្លិះ ផ្កាក្រអូប ផ្កាចាស់ដូចលើកមុនទៀតទេ ប៉ុន្តែវាដូចជាផ្កានៃអាកន្លែងដែលគេរៀបចំពិធីអីអញ្ចឹងណា វាក្លិនគួរឲ្យចង់ក្អួតហ្មង ហើយក៏ដោយសារតាម្សិលមិញគេបានព្រមានធម្មតាសង្កត់តាគៀកទេ តែដល់ពេលតែវេជ្ជការអត់ព្រមចាកចេញនៅតែមកទៀត បានគេធ្វើដល់ចាំបាច់កអីចឹងទៅ ហើយសលេងខ្យល់ដកដង្ហើមចិត្តត្រជាក់កាលពីម្សិលមិញហ្នឹង បានប្រែក្លាយជាសលេងដកដង្ហើមធំម្ដង ដោយសារតាវេជ្ជការទទួលបានអារម្មណ៍នៃវិញ្ញាណហ្នឹងពោរពេញដោយកំហឹងបែបហ្នឹងហើយ វេជ្ជការក៏ព្យាយាមរើចេញពីអង្រឹងហ្នឹង ពីការសង្កត់របស់វិញ្ញាណហ្នឹង ពេលដែលផឹងខ្លាំងទៅ គឺស្ទើរតែដាច់អង្រឹងហ្នឹងហ្មង ហើយក៏បានរួចផុតពីអង្រឹងហ្នឹង ចឹងទៅវេជ្ជការព្យាយាមរត់ចេញពីអង្រឹងហ្នឹងហើយ ទាំងស្ទើរតែអស់ដង្ហើម នៅពេលដែលគាត់រត់ចេញផុតចឹងទៅ គឺដកដង្ហើមញាប់មែនទែន ក៏ដោយសារតែជិតដាច់ដង្ហើមហើយ ហើយនៅពេលដែលក្រឡេកទៅមើលអង្រឹងហ្នឹងទៅ គឺធម្មតាទេ ប៉ុន្តែចាប់តាំងពីពេលហ្នឹងមក គឺវេជ្ជការលែងហ៊ានទៅជិតអង្រឹងហ្នឹងទៀតហើយ ព្រោះវាបានផ្ដល់នូវអារម្មណ៍ភ័យខ្លាចខ្លាំងមែនទែន ហើយសុខចិត្តគេងនៅលើឈើនៅផ្ទះខាងលើហ្នឹងវិញ គឺលែងហ៊ានចុះមកក្រោមហ្មង ហើយនៅពេលស្អែកឡើង គឺវេជ្ជការបានរៀបចំឥវ៉ាន់ហ្នឹងមកបំពេញវិញភ្លាមៗហ្មង ក៏ព្រោះថានៅទៀតលែងកើតហើយ មនុស្សដែលអត់ខ្លាចខ្មោចទេ តែនៅពេលដែលមានរឿងរ៉ាវហ្នឹងកើតឡើងហើយ គឺលែងហ៊ានទៅបាត់ដំបងហ្នឹងហើយ លែងហ៊ានគេងនៅអង្រឹងនៅផ្ទះរបស់អ្នកគេទៀតហើយ ទោះបីជាមកបំពេញក៏ដោយ ប៉ុន្តែឲ្យតែឃើញអង្រឹងហ្នឹងគឺខ្លាចហ្មង ហើយផ្ទះបុរាណដ៏ស្រស់ស្អាតហ្នឹង គឺត្រូវបានគេទុកចោលបន្តមកទៀត ហើយសិលាក់ក៏អត់បានទៅលេងទៅអីផ្ទះហ្នឹងទៀតដែរ ក៏ព្រោះថាតាំងពីរឿងហ្នឹងកើតឡើងមក សិលាក់គាត់បានដឹងថាវាមិនមែនជាវិញ្ញាណរបស់អ្នកថែរក្សា ឬក៏វិញ្ញាណរបស់ជំនាងទះទៀតទេ គឺជាវិញ្ញាណដែលខ្ចាត់ព្រ័ត្រមកដោយឯងៗ ហើយមកដល់តែនេះ គឺសាច់រឿងរបស់យើងក៏បានចប់ សង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្ត and bye bye